quả chính à một cái nè mà có con này một cái này cục lúc anh ba chục một cục áp điện បាទថ្ងៃនេះគឺមានក្បាលជ្រូកជាមួយនឹងពោះជ្រូកបងប្អូនគឺយើងយកមកអាំងតែមុននឹងយើងយកមកអាំងយើងស្ងោរវាសិនបងប្អូនតទៅពីកំពុងតែស្ងោរគឺយើងចាប់ដើមមកបុកគ្រឿងនេះគឺយើងបុកដើម្បីប្រឡាក់ឥឡូវយើងស្ងោរឆ្អិនហើយអញ្ចឹងគ្រឿងយើងក៏បុករួចរាល់ហើយបងប្អូនហើយនេះចែគាត់កំពុងតែហាន់បន្លែតទៅពីយើងស្រង់សាច់មកយើងហាន់វាជ្រៀកតិចដើម្បីឲ្យយើងពេលដែលយើងប្រឡាក់គ្រឿងទៅវាចូលជាតិទៅបងប្អូនប្រឡាក់ជាមួយនឹងគ្រឿងរបស់យើងមិនដៃច្រើនទេបងប្អូនដាក់តែប៊ីចេងស្ករបន្តិចប៊ីចេងបន្តិចទៅអំបិលបន្តិចទៅហើយម្ទេសហើយនឹងខ្ទឹមទៅបានហើយដាក់កុំឲ្យប្រៃបងប្អូនដល់ពេលដាក់ប្រៃទៅយើងធ្វើទៅជ្រលក់ហូបកកើតវាប្រៃនេះដូចមេចុងភៅក៏ពងឲ្យវានេះគឺមិនមែនវាហាន់វាទេគឺដើម្បីឲ្យវាតិចដើម្បីឲ្យយើងច្បល់លីប្រឡាក់មួយគ្រឿងទៅវាចូលជាតិល្អបងប្អូនអញ្ចឹងយើងបានប៉ុណ្ណឹងតមកគឺយើងយកមកលាយជាមួយគ្រឿងបងប្អូនគ្រឿងរបស់យើងហ្នឹងដែលខ្ញុំបានរៀបរាប់មិញហ្នឹងគឺយើងយកមករោយរួចយើងយកមកដាក់គ្រឿងហើយយើងធ្វើការច្បល់វាហើយយើងលាយជាមួយនឹងទឹកខ្យងបងប្អូនយើងមានទឹកខ្យងយើងលាយទៅដើម្បីឲ្យវាកាន់តែមានរសជាតិឆ្ងាញ់ហើយវាមើលទៅក្រហមពេលដែលយើងអាំងទៅបងប្អូនមានរសជាតិឆ្ងាញ់ក្រហមនេះមេចុងភៅធំបងប្អូនគាត់ធ្វើម្ហូបឆ្ងាញ់កំពុងឲ្យច្បល់បងប្អូនតលងអត់ចឹងដល់ពេលយើងច្បល់វាឲ្យចូលជាតិចូលអីឲ្យវាសប់ចូលសាច់ចូលអីចូលក្នុងពោះវាអស់ហើយបានយើងយកវាមកអាំងបងប្អូននេះយើងយកមកអាំងហើយកុំឲ្យយើងដាក់ចិត្តគៀកឆ្នាំងភ្លើងភ្លើងវាបងប្អូនធ្វើឲ្យវាហ្នឹងមានភ្លើងឆេះខ្លាញ់វាធ្លាក់ទៅបងប្អូនយើងដាក់វាឲ្យរៀងខ្ពស់តិចទៅដើម្បីឲ្យវាហ្នឹងមានរងចាំផាត់កាត់បន្ថយខ្លាញ់ស្រក់ទៅវាឆេះនេះអ្នកឲ្យកម្លាំងចិត្តមេចុងភៅពងបុកគ្រឿងបន្ថែមហើយទឹកជ្រលក់បងប្អូននេះទឹកជ្រលក់ឡើងក្រហមមើលទៅគួរឲ្យចង់ញ៉ាំមកបងប្អូនពងលុញជំនាញបុកហើយគាត់នឹងទៅហៅបងនេះពងលុញក្រូចដើម្បីឲ្យវាមានទឹកវាល្អបងប្អូនព្រោះតែយើងយកមកលាយធ្វើទឹកជ្រលក់ទឹកត្រីកោះកុងយើងឯងក៏បានធ្វើទឹកប្រហុកទេបងប្អូនគឺធ្វើទឹកត្រីកោះកុងងាយតែយើងធ្វើទឹកប្រហុកវាចំណាយពេលយូរទៀតព្រោះយើងមួយអាទិត្យយើងស្រាបានមួយថ្ងៃហ្នឹងឯងបងប្អូនហ្នឹងមហូបហ្នឹងឯងបងប្អូនកុំភ្លេចជួយ like ជួយ share ខ្ញុំផងបងប្អូន